ចាថ្ងៃនេះយើងទៅដល់ស្រែចំណោទទី15នៅទំព័រទី77ចាអញ្ចឹងក្រោយពេលយើងអានចំណោទរួចយើងស្រង់បំរាប់បានដូចតទៅដែលប្រធានចំណោទទី15នេះគឺយើងនិយាយអំពីចំការចតកោណកែងក្រោយពេលយើងអានអំណាចចាប់យើងស្រង់បំរាប់បានថាមានបណ្ដោយ1/2គីឡូម៉ែត្រមានទទឹងខ្លីជាបណ្ដោយ1/4គីឡូម៉ែត្រគោលដៅរបស់លំហាត់គឺចង់ដឹងចម្លើយចំនួន2ទី1គឺបរិមាត្រចំការគិតជាម៉ែត្រទី2គឺតៃក្រឡាចំការគិតជាម៉ែត្រចាអញ្ចឹងយើងកណនីចំណោទនេះតាមវិធីដំណោះស្រាយអញ្ចឹងដំណោះស្រាយរបស់យើងចំណោទរបស់យើងគឺចេញនិយាយពីចំណោទដែលមានរាងចតុកោណកាយមានបណ្ដោយប្រវែងប៉ុណ្នេះទៅតឹងខ្លីជាងបណ្ដោយចាបនេះគឺបណ្ដោយចង់ឲ្យយើងត្រូវរកបណ្ដោយរកតតឹងសិនបើតតឹងខ្លីជាងបណ្ដោយអញ្ចឹងយើងត្រូវយកប្រវែងតតឹងហ្នឹងមកដកមួយប្រវែងបណ្ដោយក្រោយពេលដកយើងបានប៉ុណ្នេះចាអញ្ចឹងការកណនាគឺងាយទេយើងកណនានៅសភៅព្រៀង1/2ដក1/4គឺយើងតម្រូវភាគបាញ់យកភាគបាញ់រួម4ដោយយកប្រភេទទី1នេះគុណតាមប្រភេទទី2ឲ្យខ្លាចជាភាគបាញ់ប៉ុនគ្នាអញ្ចឹងពេលគុណភាគយកកន្លែងនេះបាន2ចា2ដក1នៅសល់1បាន1/4ជាប្រវែងរបស់ទទឹងចាចឹងពេលយើងបានប្រវែងបដៅប៉ិតប្រកាសហើយទៅតឹងប៉ិតប្រកាសហើយយើងអាចកណនារកចំណុចកឃើញហើយដែលចំណុចកចំណោទយើងចង់បានបរិមាត្រចំការតែគិតជាម៉ែត្រអញ្ចឹងយើងធ្វើតាមរូបមន្តបរិមាត្រចំការបដៅបូកទទឹងគុណនឹង2អញ្ចឹងយើងសរសេរបានថា1/2បូក1/4គុណនឹង2ត្រង់នេះអត់មានសញ្ញាគុណប៉ុន្តែវាជាវិធីគុណបែបនេះឯងចាយើងអត់សរសេរក៏បានដែរអញ្ចឹងក្រោយពេលកណនាត្រង់កន្លែងនេះយើងមកកណនានៅសភៅព្រៀងតទៅបដៅយើងមានប៉ុណ្នេះទៅតឹងមានប៉ុណ្នេះក្រោយកណនាយើងត្រូវកណនាពុបចកមុនយើងតម្រូវភាគបាញ់យកភាគបាញ់រួម4ភាគយកនេះត្រូវគុណតាមដូចគ្នាដែរចាគុណនឹង2មកបាន2បូក1ចម្លើយនៅក្នុងពុបចកគឺ3 2នេះនៅដដែលចាអញ្ចឹងដល់កន្លែងនេះយើងត្រូវកណនាប្រភេទគុណនឹងចំនួនគុតដូច្នេះហើយយើងត្រូវយកភាគយកគុណនឹងចំនួនគុតភាគបាញ់ទុកនៅដដែលយើងចម្លើយគឺ6/4ឬ1/5ដោយយកវាទៅចែកយក6ចែកនឹង4 4ម្ដង4 6ដក4នៅសល់2ចែកនឹង4អត់បានទេយើងចុចមកដើម្បីថែម0នៅលើលេខ20 20យក5ដង5 4ដង20 20ដក20ស្មើ0ចាលេខចែកដាច់ពិតប្រាកដ6/4ឬ1/5គីឡូម៉ែត្រចាប៉ុន្តែលំហាត់របស់យើងគេចង់ដឹងអំពីប្រវែងគិតជាម៉ែត្រចាដោយ1ម៉ែត្រស្មើនឹងដោយ1គីឡូម៉ែត្រស្មើនឹង1000ម៉ែត្រដូច្នេះហើយ 1.5 គីឡូម៉ែត្រយើងត្រូវគុណនឹង1000ពេលដែលគុណនឹង1000យើងថែម0ពីក្រោយ3 1 2 3ប៉ុន្តែលេខរបស់យើងគឺមានក្រោយចុចមួយខ្ទង់ក្រោយចុចមួយខ្ទង់គឺយើងចុចនៅខាងក្រៅនេះមួយខ្ទង់បែបនេះលទ្ធផលគឺ1500ម៉ែត្រចានេះយើងចាប់ចំណុចអក្សរកចឹងមកមើលម្ដងទៀតយើងវិចារនៅក្នុងដំណោះស្រាយរបស់យើងដោយ1គីឡូម៉ែត្រស្មើ1000នាំឲ្យបរិមាត្រ 1.5 ស្មើនឹង1.5ហ្នឹងគុណនឹង1000ដូចគ្នាចាកន្លែងនេះអ្នកគ្រូលុបអ្នកគ្រូចង់បង្ហាញអូនថាពេលដែលយើងលុបតែប៉ុណ្្នឹងទៅអ្នកគ្រូអ្នកមើលនឹងយល់ហើយថាអាហ្នឹងអូនឯងលុបចា1.5គុណនឹង1000បាន1500ម៉ែត្រចាប់ចំណោទចាប់គោលដៅទី1នៅក្នុងចំណោទចូលដល់គោលដៅទី2អក្សរខរកតៃកាឡាចំការប៉ុន្តែគិតជាម៉ែត្រការ៉េយើងកណនាតាមរូបមន្តបរិមាត្រគឺអក្សរ A ធំស្មើបណ្ដោយគុណនឹងទទឹងចាដូចកន្លែងនេះអ្នកគ្រូបញ្ជាក់ពីលើអញ្ចឹងវិធីគុណយើងអត់សរសេរសញ្ញាក៏បានដែរចាបណ្ដោយប៉ុណ្នេះទទឹងប៉ុណ្នេះចាការកណនាបរិមាត្រនេះការកណនាតៃកាឡានេះគឺយើងយកបណ្ដោយគុណទទឹងភាគយកគុណភាគយកភាគបាញ់គុណ1ភាគបាយភាគយក1ម្ដង1 2 4ដង8ចម្លើយបានប៉ុណ្នេះប៉ុន្តែដោយសារតែយើងត្រូវដូរទៅជាម៉ែត្រការ៉េអ្នកគ្រូណែនាំឲ្យអូនដូរប្រភេទនេះសិនចាដូរប្រភេទនេះគឺយើងយក1ចែកនឹង8 1ចែក8អត់បានទេអញ្ចឹងយើងយក0ចុចមកដើម្បីបានលេខនេះ10បន្ទាប់មកយើងបាន10ចែកនឹង8 8ម្ដង8យកទៅឲ្យ10ដង10ដង8នៅសល់2ចា2នេះចែក8បានទេតែចុចនេះមានសិទ្ធថែម0ចាក្រោយពីថែម0មក2នេះខ្លាយជា20ដូច្នេះយើងយក2ដង2 8ដង16 20ដក16នៅសល់4 4ចែក8អត់បានទេតែចុចនេះមានសិទ្ធថែម0មកមួយលេខទៀត40យើងយក5ដង5 8ដងគឺ40 40ដក40នៅសល់0ចម្លើយ1/8គឺ0.125គីឡូម៉ែត្រការ៉េប៉ុន្តែលំហាត់របស់យើងគេចង់ដឹងវាជាម៉ែត្រការ៉េតាមអ្វីដែលយើងរៀនមក1គីឡូម៉ែត្រការ៉េស្មើនឹង1លានម៉ែត្រការ៉េដូច្នេះហើយ0.125គីឡូម៉ែត្រការ៉េយើងគុណជាមួយនឹង1លានដូច្នេះយើងយកលេខ125នេះសរសេរពីមុខ
1លានមាន0.6យើងសេមក6ចាប៉ុន្តែលំហាត់របស់យើងនេះគឺក្រោយចុចចំនួន3ខ្ទង់យើងរាប់មក1 2 3ចុចត្រង់នេះអ្វីដែលយើងទទួលបាននោះគឺ125.03ដើមម៉ែត្រការ៉េចានេះជាចម្លើយរបស់គោលដៅលំចំណោតនៃសំណួរខយើងសរសេរតាមលំដាប់លំដោយមក1/8កន្លែងនេះកូនសិស្សចង់ថែមបន្តទៀតក៏បានដែរឬ0.125 គីឡូម៉ែត្រការ៉េដោយ1គីឡូម៉ែត្រការ៉េស្មើនឹង1លានម៉ែត្រការ៉េធ្វើតាមវិធីនេះក៏បានធ្វើតាមវិធីចែកបែបនេះក៏បានដែរស្រេចតែងាយស្រួលចាបន្ទាប់ពីចាប់គោលដៅដល់គោលដៅអស់ហើយយើងធ្វើដូចនេះក៏បរិមាណចំការនោះគឺប៉ុណ្នេះផ្ទៃកន្លះចំការនោះគឺប៉ុណ្នេះចាអរគុណជួបគ្នានៅលំហាត់ក្រោយទៀតបាយ